ការប្រកាសជ្រើសរើសបុគ្គលិក Recruitment and Selection Process ការប្រកាសជ្រើសរើសបុគ្គលិក Recruitment and Selection Process ឲ្យមានប្រសិទ្ធភាពខ្ពស់គឺជាកត្តាមួយដ៏សំខាន់ក្នុងការកសាងក្រុមការងាររឹងមាំនិងធានាបាននូវនិរន្តរភាពរបស់អង្គភាពឬស្ថាប័នដំណើរការនេះជាទូទៅត្រូវបានបែងចែកជា6ដំណាក់កាលសំខាន់ៗ 1. ការកំណត់អត្តសញ្ញាណតម្រូវការនិងការវិភាគការងារសកម្មភាពកំណត់ថាហេតុអ្វីបានជាត្រូវការជ្រើសរើសបុគ្គលិកថ្មីបង្កើតតំណែងថ្មីឬជំនួសអ្នកចាស់និងសិក្សាពីបន្ទុកការងារពិតប្រាកដលទ្ធផលបង្កើតបានជាការពិពណ៌នាការងារ Job Description JD និងលក្ខណៈសម្បត្តិត្រូវការ Job Specification ដែលបញ្ជាក់ច្បាស់ពីប្រាក់បៀវត្សកាតព្វកិច្ចនិងកម្រិតជំនាញចាំបាច់ 2. ការផ្សព្វផ្សាយដំណឹងជ្រើសរើសបុគ្គលិក Job Posting Scorching សកម្មភាពផ្សព្វផ្សាយដំណឹងឲ្យទូលំទូលាយដើម្បីទាក់ទាញបេក្ខជនដែលមានសក្តានុពលមធ្យោបាយបណ្ដាញសង្គមអាជីព LinkedIn Telegram គ្រប់គេហទំព័រស្វែងរកការងារ KMHR បងធំទំព័រ Facebook របស់ស្ថាប័នឬការណែនាំផ្ទៃក្នុង Internal Referral 3. ការពិនិត្យនិងជំរើសពាក្យសុំបម្រើការងារ Resume Screening សកម្មភាពពិនិត្យមើលជីវប្រវត្តិសង្ខេប CV និងបេក្ខភាពបេសកកម្ម Cover Letter របស់បេក្ខជនដើម្បីចម្រាញ់យកអ្នកណាដែលត្រូវនឹងលក្ខខណ្ឌអបបរមាដែលបានកំណត់នៅក្នុង JD 4. ការសម្ភាសន៍ Interview Process ជាទូទៅគេបែងចែកជា2ឬ3ជាន់សម្ភាសន៍លើកទី1 HR Phone Screening ពិនិត្យមើលប្រវត្តិរូបការប្រស័យតាក់ទងនិងការយល់ដឹងមូលដ្ឋានសម្ភាសន៍បច្ចេកទេស Technical Interview វាតម្លៃលើជំនាញវិជ្ជាជីវៈចំណេះដឹងនិងបទពិសោធន៍ជាក់ស្ដែងអាចមានការធ្វើតេស្តសមត្ថភាព Written Practical Test សម្ភាសន៍ចុងក្រោយ Final Interview ជាមួយប្រធាននាយកដ្ឋានឬគណៈគ្រប់គ្រងជាន់ខ្ពស់ដើម្បីមើលការបដិញ្ញាចិត្តនិងចក្ខុវិស័យរួមគ្នា 5. ការត្រួតពិនិត្យប្រវត្តិយោង Reference Background Check សកម្មភាពទាក់ទងទៅកាន់កន្លែងធ្វើការចាស់ឬអ្នកយោង Reference ដែលបេក្ខជនបានដាក់ជូនដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃបទពិសោធន៍ការប្រព្រឹត្តនិងក្រមសីលធម៌ការងារ 6. ការផ្ដល់ជូនការងារនិងការបញ្ចូលបុគ្គលិកថ្មី Job Offer Onboarding សកម្មភាពចរចាលើប្រាក់បៀវត្សនិងអត្ថប្រយោជន៍ចុះហត្ថលេខាលើកិច្ចសន្យាការងារនិងរៀបចំកម្មវិធីស្វាគមន៍ព្រមទាំងការបណ្ដុះបណ្ដាលបឋម Onboarding ធ្វើដូចម្ដេចទើបការជ្រើសរើសមានប្រសិទ្ធភាពខ្ពស់ 1. ការប្រើប្រាស់វិធីសាស្ត្រចម្រុះកុំពឹងផ្អែកតែលើ CV ព្រោះគេអាចកុហកបានត្រូវដាក់បញ្ចូលការធ្វើតេស្តជាក់ស្ដែង Practical Assessment ទៅតាមតួនាទីការងារនីមួយៗឧទាហរណ៍ឲ្យសរសេរអត្ថបទបង្កើតតារាង Excel ឬដោះស្រាយបញ្ហាគំរូ 2. បង្កើតគណៈកម្មការសម្ភាសន៍ចម្រុះគួរមានទាំងអ្នកជំនាញផ្នែកធនធានមនុស្ស HR និងអ្នកជំនាញបច្ចេកទេសនៃផ្នែកដែលត្រូវទទួលបន្ទុកដើម្បីធានាការវិតម្លៃបាន Comprehensive Evaluation 3. មានលក្ខណៈវិនិច្ឆ័យ Criteria ច្បាស់លាស់មុននឹងចាប់ផ្ដើមកំណត់ពិន្ទុឬលក្ខខណ្ឌវិតម្លៃឲ្យបានច្បាស់លាស់ដើម្បីជៀសវាងការសម្រេចចិត្តដោយប្រើអារម្មណ៍ផ្ទាល់ខ្លួន Bias របស់អ្នកសម្ភាសន៍មើលទៅលើអ្វីខ្លះមុននឹងសម្រេចចិត្តជ្រើសយកមុនពេលសម្រេចចិត្តចុះហត្ថលេខាជ្រើសរើសយកនរណាម្នាក់ស្ថាប័នគួរវាយសមាសភាពសំខាន់ចំនួន3 1. សមត្ថភាពនិងជំនាញ Hard Skill Competency តើបេក្ខជនមានចំណេះដឹងបទពិសោធន៍និងជំនាញបច្ចេកទេសគ្រប់គ្រាន់ដើម្បីបំពេញការងារនេះបានភ្លាមឬងាយស្រួលបណ្ដុះបណ្ដាលដែរឬទេ 2. ចរិតលក្ខណៈនិងសីលធម៌ការងារ Soft Skill and Work Ethic
អាកប្បកិរិយាភាពស្មោះត្រង់ភាពហ្មត់ចត់ការចេះធ្វើការងារជាក្រុមនិងការសម្របខ្លួននេះជាចំណុចសំខាន់ព្រោះជំនាញបច្ចេកទេសអាចបង្រៀនបានប៉ុន្តែចរិតលក្ខណៈពិបាកកែប្រែណាស់ 3. ការស៊ីចង្វាក់គ្នាជាមួយវប្បធម៌ស្ថាប័ន Culture Fit តើគោលតម្លៃការយល់ឃើញនិងរបៀបធ្វើការរបស់បេក្ខជនស្របទៅនឹងចក្ខុវិស័យនិងវប្បធម៌របស់អង្គភាពដែរឬទេបើបេក្ខជនមានសមត្ថភាពខ្ពស់តែខុសវប្បធម៌ស្ថាប័នវានឹងបង្កើតចំនួនផ្ទៃក្នុងនិងគ្មាននិរន្តរភាពការងារឡើយ